នេះគឺជាទស្សនវិជ្ជានៅក្នុងឃ្លាំងរបស់យើងដែលយើងបានធ្វើហើយក៏ជាលើកទី1ដែរដែលយើងជ្រើសរើសយកក្បឿងជ័រដែលខាងក្រុមហ៊ុនគាត់ធានានៅបាននៅគុណភាពនិងការប្រើប្រាស់ប៉ុន្តែពេលដែលយើងកំងមកជាងក៏គាត់ធ្វើមិនបានល្អតកតងជាមួយនឹងដំណររបស់ក្បឿងជាមួយការបាញ់ពីជាមួយនឹងដៃអណែងអីផ្សេងហ្នឹងគឺយើងបកគោលឲ្យគាត់ទាំងស្រុងយើងមកដាច់កាន់សោចូលហើយនេះគឺជាលទ្ធផលដែលយើងជ្រើសរើសយកផលិតផលមួយយកមកប្រើហើយប៉ះចំជាងគាត់រៀងជំនាញទៀតគឺថាលិចពេញផ្ទះបងប្អូនហើយនេះវីដេអូនេះយើងថតធ្វើជាឯកសារមួយសម្រាប់ទុកចងចាំថ្ងៃក្រោយតកតងជាមួយនឹងការប្រើក្បឿងជ័រការប្រើក្បឿងជ័រនេះតើតើយើងមានចំណេះជំនាញច្បាស់លាស់ក្នុងការប្រើហើយយើងមានបទពិសោធន៍ក្នុងការធ្វើវាព្រោះថាក្បឿងជ័រវាអត់ដូចស័ង្កសីយើងធម្មតាទេបងប្អូនស័ង្កសីយើងគឺវាมันអាចកោងវាมันអាចត្រូវថ្ងៃផ្ទុះទេតែបើក្បឿងជ័រស័ង្កសីជ័រនេះគឺវាដូចជាវត្ថុមួយដែលមានជីវិតអញ្ចឹងគឺជ័រវាត្រូវថ្ងៃគឺវាកោងវារលាស់វាមានចលនាទៅតាមថ្ងៃក្តៅអញ្ចឹងហើយដល់ពេលមេឃភ្លៀងមកស័ង្កសីជ័រហ្នឹងគឺมันបានកោងមកវិញទេគឺវាហាវាចលនាវាមិនដូចដើមអញ្ចឹងវាធ្វើឲ្យយើងលិចទៅតាមថ្នេររបស់វាហ្នឹងលិចមកតាមថ្នេរពេញផ្ទះទាំងអស់បងប្អូននិយាយទៅមកទូផ្ទះគឺយើងលិចទាំងអស់តែបងប្អូនមើលតែចាំកធុនខ្ញុំដើរត្រង់គឺលិចពេញទាំងអស់សម្រាប់រានៃការប្រក់ក្បឿងជ័រហ្នឹងអញ្ចឹងគឺថាយើងដឹងថាយើងបានបទពិសោធន៍នៃការប្រើប្រាស់ប្រភេទក្បឿងជ័រហើយតាមពិតក្បឿងជ័របើសិនគេប្រើទៅតាមស្តង់ដារតាមបទដ្ឋានដែលគេធ្លាប់ធ្វើវាមិនអីទេតែយើងធ្វើវាថ្មីដែរសម្រាប់យើងហើយជាងគាត់សេវអញ្ចឹងហើយគាត់ធ្វើទៅតាមអ្វីដែលគាត់ធ្វើទៅបានហើយនេះជាលទ្ធផលដែលយើងទទួលបានទាំងអស់គ្នាគឺវាបាននេះគឺលិចពេញទាំងអស់លើឃ្លាំងរបស់ខ្ញុំអញ្ចឹងប្រហែលជាអនាគតទៅយើងសម្រេចថានឹងរកក្បឿងនេះចេញហើយគាត់ថាអាចទុកនៅបានទៀតទេតែថាបងប្អូនឃើញលិចទាំងអស់លិចពេញទាំងអស់អញ្ចឹងវីដេអូនេះក៏ចង់ចែកម្លែកទៅកាន់បងប្អូនដែលចង់ប្រើគឺគិតមើលច្បាស់ហើយជ្រើសរកជាងដែលមានជំនាញក្នុងការប្រក់ក្នុងការធ្វើវាអញ្ចឹងហើយសម្រាប់ភ្លីរបស់វាបើសិនជាចង់ធ្វើត្រូវតែឲ្យជាងគាត់ប្រក់ឲ្យផុតពី3ភ្លីมันអាចប្រក់តែមួយភ្លីអីគាត់ចង់សំចៃការ៉េរបស់ក្បឿងហ្នឹងគឺតើដូចទេបងប្អូនគឺដូចក្នុងវីដេអូរបស់យើងនេះគឺលិចពេញផ្ទះទាំងអស់ហើយអត់មានអីទេមានតែពាក្យថាយើងសោកស្ដាយនឹងបានទទួលបាននៅបទពិសោធន៍មួយដែលយើងមិនធ្លាប់បានទទួលវាពីមុនហើយឥឡូវយើងក៏បានទទួលហើយយើងវាជាមេរៀនរបស់យើងថ្ងៃក្រោយយើងមិននឹងជ្រើសរើសផលិតផលអីមួយយើងសិក្សាវាច្បាស់ពីរបៀបធ្វើហើយយើងនឹងធ្វើវាឲ្យបានល្អជ្រើសរើសជាងដែលគាត់មានចំណេះជំនាញគាត់ធានាជួសជុលអញ្ចឹងព្រោះដបូលក្បឿងនេះខ្ញុំជួសជុលវាម្ដងពីរដងទៅជា3ដងហើយបាញ់កៅកញ្ចក់បាញ់អីតាមបច្ចេកទេសរបស់ជាងមួយចំនួនហ្នឹងអញ្ចឹងយើងធ្វើនៅតែមិនបាត់ព្រោះវាជាប្រភេទជ័ររស់វាមិនជ័រងាប់ទេត្រូវថ្ងៃគឺវាមានចលនាប៉ោងឬប៉ើងអញ្ចឹងតើថាយើងប្រក់ពីថាយើងលួចភ្លីវាបានច្រើនភ្លីពី3ភ្លីអីឡើងទៅយើងទុកវាជាប់ជាមួយទឹកភ្លៀងជាមួយអីចឹងបងប្អូនហើយបាញ់វាបាញ់អីកន្លែងក្បាលតើថាយើងបាញ់កៅយើងឆែកផលិតវាមិនដូចយើងប្រើស័ង្កសីទេស័ង្កសីជាងណាក៏គាត់បាញ់បានធ្វើបានហើយប្រក់ទៅវាមិនចេះមានបញ្ហាទេយើងបាញ់កៅបាញ់តាមក្បាលវាតាមតែអីទៅយើងអូខេហើយតែនេះអត់ទេបងប្អូនតើតែបងប្អូនមានបច្ចេកទេសក្នុងការធ្វើវាបន្តិចទៅជាមួយក្បឿងជ័រស័ង្កសីជ័រនេះព្រោះតែចំនួនហ្នឹងពេលដែលយើងរៀបចំប្រក់ដំបូងហ្នឹងគឺស័ង្កសីជ័រក្បឿងជ័រចាប់បានចេញល្បីខ្លាំងមែនតើហើយធ្វើយើងសម្រេចចិត្តថាយើងចង់ប្រើប្រភេទហ្នឹងទៅវាមិនសូវក្តៅអញ្ចឹងហើយក្រុមហ៊ុនគាត់ក៏ផ្សព្វផ្សាយដែរហើយតទៅជាមួយនឹងគុណភាពទទួលស្គាល់មែនថាវាល្អប្រើតទៅមួយកម្ដៅកាត់បន្ថយសលេងទឹកភ្លៀងកាត់អីហ្នឹងគឺវាអូខេមែនប៉ុន្តែតទៅមួយបច្ចេកទេសតម្លើងគឺតើតែយើងមានបច្ចេកទេសជាងគាត់មានបច្ចេកទេសគាត់មានបទពិសោធន៍តម្លើងទៅបើតម្លើងទៅវាជាប់ល្អវាមានបញ្ហាទៅជាមួយការលិចជ្រាបនៃទឹកភ្លៀងព្រោះដបូលសំខាន់របស់ដបូលណាដូចដបូលណានេះស័ង្កសីណាក៏ដោយយើងប្រក់ក្បឿងប្រក់អីណានេះក៏ដោយគឺតទៅមួយបច្ចេកទេសរបស់ជាងដែរកាលណាគាត់ធ្លាប់ធ្វើច្រើនគាត់ធ្វើប៉ះច្រើនធ្លាប់មានកំហុសទៅជាមួយការលិចជ្រាបទៅជាមួយអីគាត់ដឹងពីរបៀបនៃគាត់កែប្រែនៅអ្វីដែលគាត់ធ្លាប់ធ្វើពីមុនមកគាត់នឹងអាចកែប្រែវាបានហើយទៅមានមេតូធ្វើមិនបាញ់កៅមិនធ្វើដែរណៃញឹកវាមិនឲ្យភ្លីទៅប្រក់ប្រហែលភ្លីអញ្ចឹងមិនថាក្បឿងជ័រស័ង្កសីជ័រស័ង្កសីយើងធម្មតាឬប្រភេទដបូលអីផ្សេងបងប្អូនមិនថាតែចាក់បេតុងស្លឹកបេតុងទេត្រូវតែមានមេតូតទៅជាមួយនឹងការពារជំរាបទឹកអីផ្សេងអញ្ចឹងបងប្អូនព្រោះថាបច្ចេកទេសសំខាន់ហើយបើកាលណាយើងគេថាជាងយកធូតម្លៃគាត់ធូយើងចាស់តែចង់សេវដែរតែពេលជាងគាត់ធ្វើគាត់ចង់ចំណេញគាត់សេវមកតង់ទៀតអញ្ចឹងគុណភាពគឺវាទៅតាមនឹងដែរខ្ញុំឃើញបងប្អូនយើងមួយចំនួនគាត់ចង់បានណាជាងធូជាងនេះជាងនេះធូណាយកជាងហ្នឹងទៅតែបងប្អូនមើលពីទឹកដៃពីគុណភាពរបស់គាត់ទៅថ្ងៃណាគាត់តើគុណភាពសំណងគុណភាពការងាររបស់គាត់មួយចំនួនតើវាទទួលបានអត់ទៅថ្ងៃណាហើយវីដេអូនេះគឺមិនមានអីនិយាយច្រើនទេតើតជាមួយនឹងការចែកម្លែករបស់យើងគឺវាមានតែប៉ុណ្ណឹងតើតជាមួយដំបូលគឺសំខាន់ទឹកភ្លៀងហើយទឹកយើងប្រើក្នុងផ្ទះទឹកអីក៏យើងត្រូវរៀបចំទឹកខ្វក់ទឹកស្អាតប្រគុណហ្នឹងទៅយកស៊ីហ្វុងហ្នឹងក៏វាតទៅមួយក្លិនស្អុយក្លិនអីផ្សេងក៏យើងត្រូវនេះទៅបច្ចេកទេសគឺមានទាំងអស់បងប្អូនតាំងពី A ដល់ C គឺបច្ចេកទេសទាំងអស់តទៅជាមួយការរស់នៅជាមួយនឹងឧបករណ៍ជាមួយនឹង
សម្ភារៈផ្សេងៗដែលយើងធ្វើជាមួយគ្រឿងសំណង់របស់យើងអញ្ចឹងបងប្អូនទៅគិតមើលឡើងវិញនេះឃ្លាំងរបស់ខ្ញុំរស់នៅបែបសាមញ្ញធម្មតាបងប្អូនគាត់តែយើងពិតជាឃ្លាំងវាមិនជាផ្ទះជាអីទេឃ្លាំងយើងធ្វើបន្ទប់ធ្វើអីនៅធម្មតាយើងដាក់អីវ៉ាន់គ្រឿងសម្ភារៈយើងអញ្ចឹងមិនមានអីរៀបចំស្អាតបាតដូចផ្ទះដូចទេហើយវាមានបញ្ហាប៉ុណ្ណឹងចុះសម្រាប់ផ្ទះយើងអញ្ចឹងតែយើងចំណាយលុយលើការសាងសង់អីមួយបងប្អូនគិតគូរច្បាស់លើបញ្ហាបច្ចេកទេសលើសមត្ថភាពរបស់ជាងទឹកដៃរបស់ជាងគុណភាពសំណង់អីផ្សេងៗទៅគិតឲ្យអស់ពី A ដល់ C បងប្អូនទៅគិតអស់ពលលុយមិនងាយរកបងប្អូនហើយកាលណាយើងធ្វើមានបញ្ហាលេចជ្រាបយើងពិបាកយើងជួសជុលវាអស់លុយបន្ថែមវាអស់គិតចុះគិតឡើងវាអស់ច្រើនទៀតយើងចំណាយលុយរកជាងដែលគាត់មានចំណេះជំនាញគេធ្វើគេធានាគេមាន warranty ច្បាស់លាស់ជួសជុលឲ្យយើងឬក៏គេមាននិយាយទៅគេមានការធានាច្បាស់លាស់លើគុណភាពរបស់គេហ្នឹងគឺល្អមែនទែនបងប្អូនសម្រាប់ការសាងសង់ទៅលើអ្វីមួយអញ្ចឹងសម្រាប់មួយវីដេអូនេះគឺជាមេរៀនគឺជាបទពិសោធន៍មួយសម្រាប់ក្នុងការរៀនសាងសង់អ្វីមួយហើយអរគុណច្រើនបងប្អូនវីដេអូដែលចែកម្លែកតាក់ទងជាមួយនឹងបទពិសោធន៍នៃការធ្វើដំបូងវាមានបញ្ហាអញ្ចឹងយើងមានប៉ុណ្ណឹងអញ្ចឹងបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំបងប្អូននឹងស្វែងយល់បន្ថែមតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការធ្វើហើយនឹងការប្រុងប្រយ័ត្នក្នុងការធ្វើជាមួយនឹងសម្ភារៈហើយជាមួយជាងតើជាងនឹងមានចំណេះជំនាញច្បាស់លាស់ក្នុងការធ្វើវា